ពេលដែលគាត់បាននិយាយឲ្យដែលធ្វើជំរុញឲ្យចិត្តខ្ញុំបានធ្វើសកម្មភាពមកដល់សប្តាហ៍ថ្ងៃនេះគឺគាត់ហ៊ាននិយាយការប៉ັດគាត់ហ៊ានធ្វើនៅអ្វីដែលអ្នកផ្សេងមិនហ៊ានធ្វើចា៎ខ្ញុំគិតថាក្នុងរយៈពេល10ឆ្នាំនេះប្រសិនបើលោកបណ្ឌិតនៅមានជីវិតគាត់នឹងនិយាយបញ្ហាអីទៀតខ្ញុំយល់ថាបើសិនជាគាត់នៅមានបច្ចុប្បន្នមកដល់ពេលនេះអ្វីដែលគាត់និយាយច្រើនជាងគេគឺផលប្រយោជន៍របស់ប្រជាជនអ្វីក៏គាត់ព្រមលះបង់ដែរអញ្ចឹងប្រជាពលរដ្ឋខ្មែរយើងត្រូវយកលោកបណ្ឌិតកែមលីធ្វើជាគំរូយើងកុំខ្លាចគុកយើងកុំខ្លាចស្លាប់យើងជាមិនផុតទេយើងធ្វើអំពើអត់ទាំងនេះធ្វើដើម្បីអ្វីដើម្បីប្រទេសជាតិរបស់យើងដើម្បីកូនចៅចំនួនក្រោយរបស់យើងប៉ុន្តែមកដល់ពេលនេះហើយខ្ញុំមិនតាន់ឃើញមានពលិយុទ្ធធរនៃរបស់តុលាការទេខ្ញុំឃើញតុលាការធ្វើអ្វីតែងតែផ្ទុយពីច្បាប់ទៅជំរុញឲ្យចិត្តខ្ញុំធ្វើសកម្មភាពមកដល់ពេលនេះ